សម្ភារវីសាមកសហរដ្ឋអាមេរិកគឺធ្លាក់ច្រើនមែនតើដោយសារពួកគាត់អត់បានដឹង tip មួយចំនួននេះហើយនៅក្នុងវីដេអូនេះយើងនឹងនិយាយទៅដល់ជាមួយ tip ដើម្បីសម្ភារវីសាមកសហរដ្ឋអាមេរិកនឹងជាប់បានល្អប្រសើរនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយទៅដល់ជាមួយនឹង question ដែលគេសួរម្លងពេលដែលយើងសម្ភារវីសាហើយរបៀបឆ្លើយសំណួរអស់ទាំងនឹងដោយ confident ណាថាដោយភាពជឿជាក់ហើយនឹង mistake មួយចំនួនដែលអ្នកនរគ្នាគួរតែ avoid កុំឲ្យកើតមានឡើងព្រោះ mistake មួយចំនួនហ្នឹងគឺធ្វើឲ្យអ្នកនរគ្នាធ្លាក់វីសាហើយខ្ញុំនឹងឲ្យ tip មួយចំនួនដែលធ្វើឲ្យអ្នកគ្នានឹងអាចទទួលបានវីសាលឿនហើយ confidently ថាជាប់បានលឿនអញ្ចឹងដំបូងផុតយើងនិយាយតាក់ទងជាមួយនឹង F1 visa F1 visa ហ្នឹងគឺជាប្រភេទ visa សម្រាប់ student ដែលដាក់មករៀននៅសហរដ្ឋអាមេរិក all required document ណាគឺដូច visa ផ្សេងៗអញ្ចឹងប៉ុន្តែ document មួយដែលសំខាន់ផុតហ្មងត្រូវតែមាន I-20 គឺជា document មួយដែលសំខាន់ខ្លាំងគេបំផុតដែលបញ្ជាក់ថាអ្នកគ្នាពិតជាបាន register នៅសហរដ្ឋអាមេរិកមែនហើយនឹងសាលាទទួលស្គាល់ថាអ្នកគ្នានឹងមករៀននៅសាលាហ្នឹងមែនអញ្ចឹងបន្ទាប់ពីអ្នកគ្នារៀបចំឯកសារហ្នឹងហើយអ្នកគ្នា submit ឯកសារហ្នឹងនៅតាម online system អញ្ចឹងបើសិនជាអ្នកគ្នាធ្វើខ្លួនឯងឬមួយក៏ប្រើ agent ក៏ដោយទោះបីជាប្រើ agent ណានៅពេលគេ fill information ហើយគេនឹងនិយាយជាមួយអ្នកគ្នាឲ្យជួយ confirm មើលថា information ដែលគាត់ fill ហើយហ្នឹងធំត្រូវដែរអត់បន្ទាប់មកគេនឹង click ថ្ងៃសម្រាប់ schedule ទៅ interview អាកន្លែងហ្នឹងសំខាន់ណាស់អ្នកគ្នាព្រោះនៅពេលដែលយើង fill information នៅក្នុង online system ហើយនឹងអ្វីដែលយើងទៅ interview ហ្នឹងត្រូវតែ match គ្នាបើមិនជាអ្នកគ្នាដាក់នៅក្នុង online system ផ្សេងទៅឆ្លើយនៅ interview ផ្សេងអ្នកគ្នាគឺធ្លាក់យកហ្មងអញ្ចឹងសំណួរដែលគេសួរនៅក្នុងអំឡុងពេល interview ហ្នឹងអាចមានសំណួរដដែលកើតឡើងច្រើនអញ្ចឹងខ្ញុំនឹងនិយាយ10 comments US visa interview question សម្រាប់នៅក្នុងឆ្នាំ2025ហ្នឹងគឺទី1ហ្មងគេនឹងសួរតាក់ទងទៅអ្នកគ្នាថា why did you choose to study in United States ចឹងគេចង់ដឹងថាហេតុអីអ្នកគ្នាចង់ទៅរៀននៅសហរដ្ឋអាមេរិកហ្នឹងទី2គេចង់ដឹងថាហេតុអីបានអ្នកគ្នារើសសាលាហ្នឹងហើយទី3ហេតុអីអ្នកគ្នារើយក major ហ្នឹងហើយទី4តកតងជាមួយនឹង education living expense ហើយណាគេអ្នក sponsor អ្នកគ្នាចឹងអ្នកគ្នាមានសមត្ថភាពទៅនៅសហរដ្ឋអាមេរិកហ្នឹងហើយមានអ្នក sponsor អត់ចឹងគេក៏ also មើលទៅ financial background bank statement របស់យើងប្លង់ផ្ទះប្លង់ដីយើងនឹងដែរហើយទី5គឺតកតងជាមួយនឹង plan អ្នកគ្នាបន្ទាប់ពីរៀនចប់ចឹងជាធម្មតាបើសិនជាអ្នកគ្នាតកតងជាមួយនឹង agent គេជួយរៀបចំឯកសារឲ្យគេតែងតែប្រាប់អ្នកគ្នាថានៅពេលដែលខ្ញុំរៀនចប់ខ្ញុំនឹងត្រឡប់មកខ្មែរវិញគឺគេតែងតែឲ្យអ្នកគ្នាឆ្លើយអញ្ចឹងខ្ញុំអត់ intend to stay in US ទេបន្ទាប់មកតកតងជាមួយនឹងទី6គឺតកតងជាមួយតើមានបងប្អូននៅសហរដ្ឋអាមេរិកអត់អញ្ចឹងចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនតើដោយសារនៅពេលអ្នកគ្នាមានបងប្អូននៅសហរដ្ឋអាមេរិក most likely គេខាញ់នៅគេ hire chance សម្រាប់អ្នកដែលមានបងប្អូននៅសហរដ្ឋអាមេរិកព្រោះគេ believe ថានៅពេលដែលអ្នកគ្នាទៅអ្នកគ្នាអាចគ្រូនៅសហរដ្ឋអាមេរិកអត់ស្រួលប៉ុន្តែមិនមែនន័យថាបើសិនជាអត់មានបងប្អូនមកអាមេរិកអត់បានទេទោះបីជាអត់មានបងប្អូនក៏នៅតែមកបានដែរប៉ុន្តែអ្នកនរគ្នាត្រូវឆ្លើយសំឡេងហ្នឹងដោយ honesty បើមានប្រាប់ថាមានបើអត់ប្រាប់អត់ដោយសារអីនៅក្នុង online system របស់គេហ្នឹងគេអាចឃើញ all information របស់អ្នកគ្នាហ្មងបើអ្នកគ្នាមានហើយអ្នកប្រាប់ថាខ្ញុំអត់មានទេអាហ្នឹងគឺធ្លាក់ automatic ហ្មងនិយាយទៅគេអត់ចង់ឲ្យអ្នកគ្នាកុហកអីបន្ទាប់មកតកតងជាមួយនឹងទី7តកតងថាអ្នកគ្នាធ្លាប់មកសហរដ្ឋអាមេរិកពីមុនអត់បើមិនជាធ្លាប់មកប្រាប់ថាមកបើថាអត់ក៏អត់ទៅបាច់ភ័យថាបើខ្ញុំអត់ដែរទៅធ្លាក់វាមិនមែនចឹងទេគឺសំខាន់គឺ honesty ប៉ុន្តែបើមិនជាអ្នកគ្នាធ្លាប់មកសហរដ្ឋអាមេរិកពីមុនណាក៏វាអាចជួយបានខ្លះដែរអាហ្នឹងវាកាន់តែ bonus point ទេប៉ុន្តែមិនមែនថាអូតែអត់ធ្លាប់មកអាមេរិកគឺដឹងតែធ្លាក់ទេហើយទី8តកតងជាមួយនឹងតើអ្នកគ្នានឹង finance your education ហើយ stay នឹង US ហ្នឹងដោយរបៀបណាចឹងអាហ្នឹងវា kind of related ជាមួយនឹងអ្នកគេ sponsor education របស់អ្នកគ្នាអញ្ចឹងណាប៉ុន្តែសម្រាប់ F1 visa អ្នកគ្នាមានសិទ្ធិធ្វើការនៅលើ campus ហ្នឹងរយៈពេល20ម៉ោងអញ្ចឹងអ្នកគ្នាអាចឆ្លើយថាប៉ាម៉ាក់ខ្ញុំ sponsor ហើយខ្ញុំអាចនឹងធ្វើការនៅលើ campus តែប៉ុណ្្នឹងទេតែខ្ញុំអត់ plan នឹងធ្វើការអីក្រៅពីហ្នឹងទេពួកគេខ្លាចអ្នកគ្នានឹងធ្វើការខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកព្រោះ F1 visa student គឺអត់ allow ឲ្យ student ធ្វើការក្រៅមកឬក៏ធ្វើការ out of campus ទេប្រយ័ត្នឆ្លើយនឹងខ្លាំងមែនតើ check it again បើអ្នកឆ្លើយថាអូខ្ញុំនឹងធ្វើការឬក៏ខ្ញុំរកការងារក្រៅមកឡងពេលដែលខ្ញុំរៀនណាគឺអ្នកនេះគឺធ្លាក់យកហ្មងអាហ្នឹងសំខាន់ខ្លាំងមែនតើបន្ទាប់មកតកតងជាមួយនឹង number 9គឺតកតងជាមួយនឹង academic background តកតងជាមួយ academic background ហ្នឹងក៏ជួយខ្លះដែរដូចខ្ញុំអញ្ចឹងខ្ញុំធ្លាប់រៀននៅអូស្ត្រាលីខ្ញុំធ្លាប់រៀននៅខ្មែរអីអញ្ចឹងទៅហើយអង់គ្លេសខ្ញុំហាយអញ្ចឹងទៅគឺធ្វើឲ្យគេគិតថាខ្ញុំមានសមត្ថភាពមករៀននៅសហរដ្ឋអាមេរិកហ្នឹងគឺរៀនតាន់គេហើយខ្ញុំមានសមត្ថភាពរស់នៅក្នុងសហរដ្ឋអាមេរិកហ្នឹងដោយអត់មាន issue បើមិនជាអ្នកគ្នាឆ្លើយអង់គ្លេសអត់បានណាទោះបីជាអ្នកគ្នាមាន academic background ពីណាក៏ដោយប៉ុន្តែអង់គ្លេសអ្នកគ្នាមកគឺអត់និយាយមួយគេអត់បានគឺអ្នកគ្នាក៏អាចនឹងធ្លាក់ automatic ដែរព្រោះ
nơi xãរដ្ឋអាមេរិកនេះអ្នកគ្នាមកក្នុងនាមជា F1 visa គឺនាមជា student ដែលនិយាយភាសាអង់គ្លេសប៉ុន្តែបើភាសាអង់គ្លេសរបស់អ្នកគ្នានិយាយស្ដាប់គ្នាបានត្រឹមតែសម្ភាសប៉ុណ្ណឹងណាគឺគេឲ្យអ្នកគ្នាធ្លាក់អូតូហ្មងអញ្ចឹងខ្ញុំមាន case ដែលអ្នកធ្លាក់អូតូហើយត្រូវទៅសម្ភាសភាសាទៀតដោយសារអង់គ្លេសក៏អត់សូវល្អអាហ្នឹងខ្ញុំគ្រាន់តែប្រាប់ tip ទុកមុនអញ្ចឹងបើសិនជាយើងគិតថាអង់គ្លេសយើងអត់ទាន់ខ្លាំងទេកុំទាន់អាចទៅសម្ភាស take time to practice speaking listening សិនទៅឬក៏មួយក៏យើងថា take time to practice ឲ្យវា roll មាត់សិនទៅចាំទៅសម្ភាសជិះវិញទៅសម្ភាសធ្លាក់ដដែលទេព្រោះបើសិនជាអង់គ្លេសអត់ខ្លាំងមកព្រោះយើងនៅលើ F1 visa យើងមិនលើ visa ផ្សេងសម្រាប់ visitor អីទេតែតង់ទី10ហ្នឹងតង់ជាមួយនឹង field of study អាហ្នឹងក៏អាចនឹងសួរជួនកាលគេអត់សួរទេវា depend ប៉ុន្តែខ្ញុំខំនិយាយតង់ជាមួយនឹង common question ដែលគេអាចនឹងសួរអ្នកគ្នាបានអញ្ចឹងណាការខ្ញុំសម្ភាសគឺគេសម្ភាសខ្ញុំតា3 question គាត់គេសួរតែខ្ញុំថាមិនចង់ទៅនៅសហរដ្ឋអាមេរិកមានបងប្អូននៅនឹងអត់ហើយនៅអាមេរិកហើយនឹងមកវិញអត់តែប៉ុណ្ណឹងហើយខ្ញុំឆ្លើយតែប៉ុណ្ណឹងទៅគឺជាប់បាត់ហើយអញ្ចឹងដោយសារវាអា10 question ដែលខ្ញុំនិយាយហ្នឹងវា common ណាជួនកាលអ្នកខ្លះគេសួរអញ្ចឹងអ្នកខ្លះគេសួរអញ្ចឹងព្រោះអ្នកដែលសម្ភាសហ្នឹងគឺប្រើតាម judgment អញ្ចឹងមនុស្ស judgment ម្នាក់គឺខុសគ្នាតាមអារម្មណ៍គេទៀតអញ្ចឹងយើងអត់ដឹងទេអញ្ចឹងយើងត្រូវតែ be ready for all the 10 question ពេលឡង interview ហ្នឹងគេអាចនឹងមាន question មួយចំនួនទៀតដែល pop up មកដែលខ្ញុំអត់ដែលដឹងអីអញ្ចឹងអ្នកគ្នា should be ready ហើយជាពិសេសដឹងពីខ្លួនឯងដឹងពី situation ខ្លួនឯងហើយឆ្លើយសំឡើយហ្នឹងគឺតាក់ទងជាមួយអ្វីអ្នកគ្នាមានហ្នឹង honesty ហើយ speak confidently និយាយទៅធ្វើមិនក៏ដោយទោះបីយើងត្រូវ perform ទោះបីយើងត្រូវអាចក៏ដោយក៏ត្រូវតែអាចថាយើង confident លើចម្លើយដែលយើងឆ្លើយនឹងដែរព្រោះធ្វើឲ្យអ្នកដែល interview យើងគេមានអារម្មណ៍ថាគេជឿជាក់យើងអញ្ចឹងគេងាយនឹងឲ្យ passport មកយើងប៉ុន្តែបើអ្នកឆ្លើយបែបភ័យញញគេគិតថាអ្នកគ្នាកុហកគេអញ្ចឹងណាអញ្ចឹង most likely គឺអ្នកគ្នាអាចនឹងធ្លាក់នៅក្នុងការ interview នឹងច្រើនអញ្ចឹង suggestion នៅក្នុងការ apply visa សហរដ្ឋអាមេរិកហ្នឹងណាគឺរៀបចំឯកសារឲ្យ really strong ខ្លាំងមែនតើតើទៅជាមួយនឹង bank statement ហើយនឹង travel history ដែលអ្នកគ្នាអាចនឹងរៀបចំបានអញ្ចឹងព្រោះនៅតាក់ទងជាមួយនឹង bank statement គឺសំខាន់ណាស់ព្រោះនៅសហរដ្ឋអាមេរិកគឺចំណាយខ្ពស់ជាងនៅអូស្ត្រាលីទៀតអញ្ចឹងនៅពេលដែល bank statement របស់អ្នកគ្នាអត់ strong ឯណាគេអត់ឲ្យអ្នកគ្នាមកឲ្យ honestly ហើយតាក់ទងជាមួយនឹង travel history ហ្នឹងបង្ហាញថាខ្លួនយើងហ្នឹងធ្លាប់ travel ទៅណាមកណាខ្លះដែរវាមិនថាអត់ដែលចេញពីខ្មែរសោះក៏គេពិបាកនឹងឲ្យដែរព្រោះគេគិតថាអ្នកគ្នាអត់អាច survive នៅ US បានទី2គឺតាក់ទងជាមួយនឹង ready ខ្លួនឯងតាក់ទងជាមួយនឹងភាសាអង់គ្លេសគឺសំខាន់ខ្លាំងមែនតើតាក់ទងជាមួយនឹងដោយសារយើងអត់ F1 visa បើសិនជាអ្នកគ្នាគេថាភាសាអង់គ្លេសខ្ញុំអត់ទាន់ ready នឹងទៅឆ្លើយ interview គេទេបាច់ទាន់ទៅទេតែបើថាចង់ទៅសាកមើលខាងលើជាប់ជាក់ស្ដែងអីអញ្ចឹងណាសាកទៅប៉ុន្តែបើសិនជាថាអត់ចង់ឲ្យមាន like background history ធ្លាក់ interview ទេ like try to practice I feel confident សិនចាំទៅព្រោះបើសិនជាអង់គ្លេសអត់កើតទេគឺ F1 visa ហ្នឹងគឺធ្លាក់អូតូហ្មងព្រោះយើងជា student visa ខ្ញុំនិយាយភាសាហើយភាសាទៀតអញ្ចឹងទី3តកងជាមួយទៅនឹងរៀបចំឯកសារអ្នកគ្នាអាចរៀបចំឯកសារហ្នឹងឲ្យ early as soon as possible ទៅព្រោះឯកសារមួយចំនួនគឺទាមទារពេលយូរហើយត្រូវ translate ជាភាសាអង់គ្លេសទៀតហើយត្រូវទៅនិយាយជាមួយ agent ឲ្យ agent ជួយ submit in online application ទៀតបន្ទាប់មកអ្នកគ្នាត្រូវ schedule តកងជាមួយនឹង interview ហ្នឹងហើយក្នុងការ schedule ហ្នឹងมันប្រកាសថាខ្ញុំ schedule ថ្ងៃហ្នឹងសម្រាប់អាទិត្យក្រោយទេជួនកាល available schedule ហ្នឹងវាអត់មានក្នុងអាទិត្យក្រោយហ្នឹងទេវាមានរហូតដល់ខែក្រោយអញ្ចឹងវាអត់ទៀងទេអញ្ចឹង ready ខ្លួនឯងឲ្យកាន់តែលឿនកាន់តែល្អបើមិនជាយើង ready ហើយបន្តែទូតអត់ ready ឬក៏អត់មាន schedule interview វា better ជាងកុំឲ្យលហន់អញ្ចឹងណាព្រោះអីនៅពេលដែលអ្នកគ្នាអត់ confident នៅក្នុងការឆ្លើយ interview ហ្នឹងគឺដឹងថាហើយដូចនឹងអញ្ចឹង currently ត្រាំកំពុងតែតឹងខ្លាំងតាក់ទងជាមួយនឹង visa interview ហ្នឹង especially ឥឡូវយើងមាន rule មួយទៀតតាក់ទងជាមួយនឹង submit all social media for the visa interview ចឹងអាហ្នឹងក៏វាជួយធ្វើឲ្យការសម្ភាសរបស់អ្នកគ្នាកាន់តែតឹងជាងមុនដែរអញ្ចឹងគួរតែ get ready as soon as possible ហើយ practice again and again ហើយតាក់ទងជាមួយនឹងសំណួរផ្សេងតាក់ទងជាមួយនឹង US visa interview ជាមួយនឹងប្រភេទ visa ផ្សេងខ្ញុំនឹងធ្វើវីដេអូផ្សេងអញ្ចឹងខ្ញុំនឹងជួបអ្នកគ្នានៅក្នុងវីដេអូក្រោយ So get ready for your visa interview and hope you guys good luck and see you guys next time in another video. Bye bye.